ថ្ងៃនេះខ្ញុំនឹងធ្វើដំណើរទៅលេងបោះបួលជាមួយនឹងក្រុមការងាររបស់ខ្ញុំជាមួយនឹងជនជាតិជប៉ុនហើយនឹងមានជាជនជាតិខ្មែរយើងផងដែរចាំមើលថាលទ្ធផលបោះបួលរបស់ខ្ញុំនឹងគឺទទួលបានបែបណានិយាយទៅការបោះបួលនេះជាលើកទី2បន្ទាប់ពីខ្ញុំចេញពីធ្វើការមកក៏ខ្ញុំបញ្ញាប់ទៅលេងបោះបួលជាមួយនឹងមេរបស់ខ្ញុំដោយសារតែខ្ញុំត្រូវទៅចាំមេរបស់ខ្ញុំមុនអញ្ចឹងហើយជនជាតិជប៉ុនគឺទម្លាប់របស់គាត់គឺត្រូវទៅឲ្យទៅមុនម៉ោងតែម្ដងនិយាយទៅការណាត់បែបណាគឺយើងត្រូវទៅមុនម៉ោងបើនិយាយអំពីភ្លៀងគឺភ្លៀងចាប់តាំងពីព្រឹករហូតដល់ល្ងាចតែម្ដងបងប្អូននិយាយទៅធ្វើដំណើរនេះគឺជោគហើយជាប់តែម្ដងហើយទម្លាប់របស់ជនជាតិជប៉ុននិយាយទៅគឺអត់ចោលទេណាឆាត់ណាបងប្អូនមិនថាខែណាទេនិយាយទៅគឺឆាត់ជាប់កតាបរហូតតែម្ដងបន្ទាប់ពីធ្វើដំណើរកាត់ព្យុះកាត់ភ្លៀងមកក៏បានចូលផ្សារទំនើបអញ្ចឹងទៅដើរកាត់ផ្សារទំនើបអញ្ចឹងទៅគឺវាអត់ត្រូវភ្លៀងទេប៉ុន្តែគាត់ថាឃ្លានតិចដោយសារតែឃើញកន្លែងឈ្ងុយអញ្ចឹងបន្ទាប់ពីខ្ញុំបានមកដល់កន្លែងបោះបួលហ្នឹងគឺខ្ញុំត្រូវទៅលោស្បែកជើងដើម្បីពាក់បោះបួលអញ្ចឹងបើសិនជាយើងអត់ពាក់បោះបួលទេគឺវាល្អិលហើយស្បែកជើងហ្នឹងគឺវាស្អិតជាមួយនឹងអាក្តារហើយអត់មែនចាំយូរទេនិយាយទៅគឺឃើញបួលមកគឺត្រូវទៅលោដៃលោជើងអញ្ចឹងខ្លាចបោះខុសអញ្ចឹងទៅហើយក៏យើងមានការសឺតសៃបត់ដៃបត់ជើងឲ្យពុតដៃពុតជើងអញ្ចឹងនិយាយទៅគឺធ្វើមិនឲ្យសម្រួលសរសៃតែបោះខុសហើយគឺខ្វះគៀងងោហើយប៉ុន្តែសិស្សច្បងរបស់ខ្ញុំគឺដាក់ម៉ងផេះតែមកខ្ទើអត់ចាំយូរក៏ខ្ញុំបានសាកមកគ្រាប់ដែរនិយាយទៅសាកមកគ្រាប់នេះអត់មានខ្ទេចទាំងអស់គឺខ្ទេចពាក់កដាលហើយនិយាយទៅគឺបោះនេះគឺបោះទាំងបថុយតែម្ដងប៉ុន្តែអត់ជាបញ្ហាដោយសារតែការបោះបួលនោះគេត្រូវឲ្យយើងបោះបាន2ដងបើសិនជាយើងបោះ2ដងនឹងខុសទាំង2ដងគឺយើងត្រូវទៅចាញ់ហើយមានអីទៀតអាគ្រាប់ទី1នឹងគឺខុសឈរច្រត់ដៃចាំមកគ្រាប់បួលនឹងវាធ្វើដំណើរមកវិញបន្ទាប់ពីមកវិញហើយគឺមានអីទៀតចាប់លោពឹបប៉ាប់បោះទៅហើយបោះទៅហើយបោះទៅហើយវ៉េខុសបាត់បងប្អូនអើយមានអីបន្ទាប់ពីបោះខុសមកធ្វើមុខឈ្មីងឈ្មោះហើយមេរបស់ខ្ញុំគឺបោះម៉ាំងខ្ទេចតែម្ដងហើយសិស្សច្បងបោះទៅហើយវ៉ាវធ្លាក់ទឹកបាទបន្ទាប់ពីខ្ញុំបានបោះបួលបោះអីហើយនឹងគឺដើរកាត់ផ្សារនេះទៅកន្លែងរាត្រីនេះគឺស្អាតខ្លាំងមែនទែន